ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនឥឡូវខ្ញុំប្រាប់ពីការថែទាំកូនត្រេនរបស់ខ្ញុំអត់មានបទពិសោធន៍ទេក៏ប៉ុន្តែខ្ញុំបាន search តាមរយៈ YouTube ត្រេននេះគឺយើងបណ្ដុះគ្រាប់បងប្អូនអញ្ចឹងវាដុះល្អហើយនៅក្នុងថូវាអត់សូវល្អទេនៅពេលខ្ញុំដកពីថូយកមកដាក់ខាងក្រៅមកបានវាល្អអញ្ចឹងដោយសារវាចាក់រឹសវាចាក់ទៅគ្រប់កន្លែងវាធូរដីបងប្អូនអញ្ចឹងវាធ្វើឲ្យដើមរបស់វានឹងមានសុខភាពល្អហើយខ្ញុំស្រោចជីខ្ញុំស្រោចទឹកជីហើយខ្ញុំបាញ់ប្រភេទថ្នាំការពារកុំឲ្យសត្វល្អិតពួកអញ្ចឹងសត្វអាខ្មុលខ្មៅហ្នឹងវាមកស៊ីអញ្ចឹងបើសិនជាយើងបាញ់ប្រភេទថ្នាំដូចជាយើងលាយមានសាប៊ូបន្តិចផេះបន្តិចទៅហើយយើងដាក់មួយទៀតណាបងប្អូនម្ទេសដាក់ម្ទេសលាយប្រភេទថ្នាំធម្មជាតិយើងអញ្ចឹងម្ទេសផងក្រូចឆ្មាផងហើយនឹងផេះយើងលាយជាមួយគ្នាទៅត្រងវាឲ្យថ្លាហើយយកទឹកនឹងមកបាញ់តិចកុំបាញ់ខ្លាំងណាបងប្អូនតែនេះបាញ់ខ្លាំងធ្វើឲ្យខ្លោចស្លឹកឬក៏ត្រេនហ្នឹងអាចនឹងបាត់បង់ទៅវិញអញ្ចឹងយើងបាញ់តិចទៅធ្វើឲ្យវាល្អឃើញទេបងប្អូនល្អអញ្ចឹងវាលឿសមករហូតត្រេនដែលមានសុខភាពល្អគឺវាចេញត្រួយខ្ចីមកអញ្ចឹងរហូតណាបងប្អូនបាទនេះអញ្ចឹងបច្ចេកទេសនៃការសាកអត់ពិបាកទេឃើញទេបងប្អូនពេលដុះឫសមកហើយខ្ទង់ប្រហែលជា2ខែជិត2ខែមិនដុះឫសអញ្ចឹងខ្ញុំបានជាសម្បកនឹងចេញបន្តិចមកជុំវិញនឹងហើយកោសវាហើយសុំទោសការសាករបស់ខ្ញុំអត់ស្អាតទេគាត់ថាវាដុះឫសហើយអញ្ចឹងខ្ទង់ប្រហែលជាកន្លះខែទៀតឬក៏មួយសប្តាហ៍ទៀតឲ្យឫសវាចេញមកល្អមកខ្ញុំអាចកាត់ត្រឹមនឹងបានមួយដើមទៀតហើយបងប្អូនអញ្ចឹងយើងថែខ្ទង់មួយខែឬក៏2ខែទៀតសុំទោសខ្ញុំមិនមានបច្ចេកទេសដាំត្រេនទេយើងអាចសាកអីនឹងយកមួយដើមទៀតទៅបងប្អូនបាទអត់អីទេសាកយកមួយដើមទៀតទៅបាន 3-4 ដើមដាំទុកញ៉ាំខែត្រេនកុំបាក់យើងទិញគេអស់ខ្លាចនៅពេលយើងអត់មានលុយយើងអត់មានត្រេនយើងទុកដីចោលយើងអង្គុយមើលមុខគេអញ្ចឹងពីខ្ញុំអត់ទេខ្ទង់5ឆ្នាំទៀតឬក៏10ឆ្នាំទៀតខ្ញុំបានត្រេនញ៉ាំទុកឲ្យកូនរបស់ខ្ញុំបណ្ដុះមកផ្សាំមកយើងបានមួយដើមនេះមួយដើមទៀត3ដើមចិត្តក្នុងផ្ទះមាន 3-4 ដើមទុកញ៉ាំបានអរគុណ